សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយអ្នកគ្រូជាមួយនឹង limit នៃអាឡគុំត្រីកោណនេះបន្តទៀតចំពោះថ្ងៃនេះយើងមកសិក្សាបន្តទៀតចំពោះការប្រើរង្វាន់មួយដកកូអាបន្តទៀតចាអញ្ចឹងយើងធ្វើការចំនួនរករៀងជាមុនសិនចា limit សំទី1 limit x កាត់ដល់0 sin x បូក1ដកកូ x ចែកជាមួយ x តោះយើងមកធ្វើការចំនួនរៀងអូខេចំនួនលេខ0ចូល sin 0គឺមានតម្លៃស្មើ0កន្លែងនេះ1 0បូក1ស្មើ1ដកកុស0មានតម្លៃស្មើ1អញ្ចឹង1ដក1ស្មើ0វាយក0វាបាញ់ចំនួនលេខ0ចូលទៅក៏0ដែរចាអញ្ចឹងចំពោះប្រភេទរបស់យើងនេះដោយសារតែយើងចងចាំពីរូបមន្តចារូបមន្តរបស់យើងក៏មានមួយទៀតដែរណាកូនសិស្សរូបមន្តមួយដកកុសlimit x ខិតទៅរក0ចាខ្ញុំដាក់ឲ្យកន្លែងនេះ limit x ខិតទៅរក0នៃ1ដកឲ្យកុស x ចែកជាមួយ x ម្ដងនេះគឺមានតម្លៃស្មើនឹង0ឬក៏អ្នកទាំងនេះធ្វើការសារ៉េ1ដកកុស x ឲ្យចូលរូបមន្តតែម្ដងក៏បានដែរចាអញ្ចឹងយើងមាន2វិធីក្នុងការកណនាផ្សេងគ្នាអញ្ចឹងវាអាស្រ័យទៅលើការដែលអ្នកទាំងគ្នាចាំពីរូបមន្តតើគួរប្រើរូបមន្តមួយណាចាអញ្ចឹងដោយសារតែក្នុងនេះគឺស្រួលអញ្ចឹងខ្ញុំអត់នាំអ្នកទាំងគ្នាទៅប្រើរូបមន្តមួយដកកុស a ទេពីព្រោះវារៀងវែងណាអញ្ចឹងខ្ញុំប្រើរូបមន្ត limit នេះតែម្ដងប៉ុន្តែដើម្បីឲ្យបាន limit នេះរូបតែអ្នកទាំងគ្នាធ្វើការផ្ដាច់ប្រភេទរបស់យើងជាប្រភេទពីរផ្សេងគ្នាតោះឥឡូវយើងមកធ្វើការផ្ដាច់អញ្ចឹង sin x នេះគឺចែកនឹង x បូកជាមួយនឹង1ដកឲ្យកុស x យើងយកមកចែកជាមួយនឹង x ចាអញ្ចឹងយើងឃើញថាខាងដុំទី2នេះគឺយើងចូលរូបមន្តតែម្ដងគឺមានតម្លៃស្មើ0កន្លែងនេះគឺស្មើ1អញ្ចឹងយើងចំនួនទៅបាន1បូក0ស្មើនឹង1ចាំបន្តមកទៀតយើងចាប់ផ្ដើមមកមើលលំហាត់គំរូទី2បន្តទៀតចឹងចំពោះលំហាត់គំរូទី2យើងមាន limit x ខិតទៅរក0 1បូក x ការ៉េដកឲ្យកុស x ចែកជាមួយនឹងតង់ការ៉េ x ចាអញ្ចឹងអ្នកគ្រូសូមបញ្ជាក់ថាចំពោះរូបមន្តតង់ក៏ដូចជារូបមន្ត sin ដូចគ្នាដែរណាដូចគ្នាបែបបិទអញ្ចឹងបើសិនជាយើង sin ax លើ ax sin x លើ x តង់ x ក៏លើ x ដូចគ្នាដែរឬក៏ x លើតង់ x ក៏បានដែរមានតម្លៃស្មើនឹង1ដូចគ្នាដែរតោះអញ្ចឹងចំពោះលំហាត់ទី2នេះយើងធ្វើការចំនួនលេខ0ចូលទៅកាន់កន្សោមអញ្ចឹងវា0ការ៉េបូក1បាន1ក៏0ក៏ស្មើ1អញ្ចឹង1ដក1គឺ0ចំពោះតម្លៃតង់នៃមុំ0ចាតង់នៃមុំ0នេះចាតង់នៃមុំ0គឺស្មើ0ណាស្មើ0ដូចគ្នាដែរអញ្ចឹងតម្លៃរបស់វាវាដូចជាមួយនឹងអនុគម sin ដែរចាដោយសារតតង់វាត្រូវវាស្មើជាមួយនឹង sin លើកុសអញ្ចឹងបើសិនជាយើងចង់បានតង់0វាត្រូវស្មើ sin 0លើកុស0តែ sin 0គឺមានតម្លៃស្មើ0អញ្ចឹង0ចែកទៅមួយចំនួនបាននឹង0ចាអូខេចាំបន្តមកទៀតនេះអ្នកគ្រូធ្វើការនេះគេបដុំណាអញ្ចឹងអ្នកគ្រូផ្ដាច់វាជា2សិនដើម្បីឲ្យអាចចូលរូបមន្តរបស់យើងចាអញ្ចឹងនេះអ្នកគ្រូទុក x ការ៉េនៅខាងក្រៅបូកឲ្យ1ដកឲ្យកុស x ចាអញ្ចឹងយើងមើលឃើញថាចូលរូបមន្តតែម្ដងតង់ការ៉េ x ចាអញ្ចឹងអាកន្លែងនេះ1ដកកុស x ខ្ញុំប្រើរូបមន្តស្មើនឹង2 sin ការ៉េ x លើ2ទៅជា limit x ខិតទៅរក0ចា x ការ៉េនេះយើងទុកនៅដដែលមកហើយម្ដងនេះបដូរទៅជា2 sin ការ៉េ x លើ2ចែកជាមួយនឹងតង់ការ៉េ x ចាំម្ដងកន្លែងនេះអ្នកនរគ្នាដឹងហើយថាតង់ការ៉េក៏ដូចអនុគម sin ការ៉េដែរបើវាមានការ៉េអញ្ចឹងវាត្រូវការភាគបាញ់ x ការ៉េអញ្ចឹងខ្ញុំចាប់ x ការ៉េនៅភាគយកចាប់ x ការ៉េនៅភាគបាញ់ដើម្បីឲ្យបានចែកជាមួយនឹង x ការ៉េចាខ្ញុំចាប់ x ការ៉េចេញពីភាគយកចាយើងចង់បានអីយើងចែកនឹងមិនណាចាអញ្ចឹង x ការ៉េនេះចែក x ការ៉េគឺបាន1បូក2 sin ការ៉េ x លើ2ក៏យកទៅចែកជាមួយនឹង x ការ៉េដែរណាចាអញ្ចឹងយើងបាននោះទៅគឺយើងអាចលេខតម្រូវហើយចូលមេគុណបានចូលរូបមន្តបានចាអញ្ចឹងអានេះវានៅតង់ការ៉េ xបន្តមកទៀតខ្ញុំធ្វើការផ្ដាច់ប្រភេទរបស់យើងជា2ផ្សេងគ្នាខ្ញុំផ្ដាច់ x ការ៉េចែកលើជាមួយនឹងតង់ការ៉េ x ចាពីព្រោះអីវាអាចចូលរូបមន្តបានហើយខ្ញុំគុណជាមួយនឹងកន្សោមចាំម្ដុំនេះ
ខ្ញុំបដូរទៅជាដង្កៀបដើម្បីខ្ញុំដាក់ស្វ័យគុណរួមហើយលេខតម្រូវមេគុណទាំងអស់នេះយើងលើស្វ័យគុណរួមលើជាការ៉េចាចុះហើយដើម្បីបានជាយើងដឹងថាយើងត្រូវដាច់ x ការ៉េលើតង់ការ៉េ x ចាដោយសារតែយើងមានរូបមន្តណាអញ្ចឹងខ្ញុំបានបញ្ជាក់ហើយចំពោះរូបមន្តតង់ក៏ដូចជារូបមន្តស៊ីនដែរអញ្ចឹងបើយើងមាន x ការ៉េលើតង់ការ៉េនេះគឺមានតម្លៃស្មើ1ណាដូចជាមួយ x ការ៉េលើស៊ីនការ៉េដូចគ្នាដែរចាអញ្ចឹងមកមើលកន្លែងនេះណាអញ្ចឹងកន្លែងនេះតើមេគុណ a របស់យើងស្មើប្រមាណចាអញ្ចឹងយើងធ្លាប់បានដឹងហើយថាកន្លែងហ្នឹងគឺមេគុណ a ស្មើនឹង1លើ2អញ្ចឹងខ្ញុំគុណថែម1លើ2នៅភាគបែងគុណថែម1លើ2នៅភាគយកវិញចាដល់ពេលនេះគឺយើងអាចចូលប្រមូលបានចាកន្លែងខ្ញុំគូររង្វង់កន្លែង x ការ៉េលើតង់ x នេះគឺមានតម្លៃស្មើ1ចាកន្លែងនេះគឺ1បូកឲ្យ2គុណអញ្ចឹង a ម្ដុំខាងក្នុងការ៉េនេះគឺកន្លែងនេះគឺ1គុណជាមួយនឹង1លើ2បើយើងនេះយើងលើកវាជាការ៉េចាយើងកណិតតទៀតចុះ1គុណ1ចំនួនវាឃើញមកខាងក្នុង radical នេះណាចឹងខ្ញុំឡើងគិតលេខ1ហើយវាទៅជា1បូកចឹងកន្លែងនេះបើយើងគិតមើលទៅវាត្រូវ2គុណជាមួយនឹង1លើ2លើជាការ៉េស្មើនឹង1លើ4ចឹងខ្ញុំធ្វើការសម្រួល2នេះនិង4នេះសល់2ចឹងយើងបាន1បូកជាមួយនឹង1លើ2ចឹង1បូកកន្លះស្មើនឹង1កន្លះឬសរសេរជាប្រភេទស្មើជាមួយនឹង3លើ2ជាបន្តមកលំហាត់គំរូទី3បន្តទៀតយើងមាន limit x ខិតទៅរក0 1បូក x sin x ដកជាមួយនឹងកុស 2x ចែកជាមួយនឹង x ការ៉េចាអញ្ចឹងយើងធ្វើការចំណុចយករៀងជាមុនសិនចាអញ្ចឹងយើងដឹងហើយ2គុណ0គឺបាន0កុស0ស្មើ1 sin 0ស្មើ0 0គុណ0បាន0អញ្ចឹង1ដក1នេះគឺស្មើ0ខាងក្រោម0ដូចជាការ៉េក៏0ចំពោះតម្លៃនៃអនុគមត្រីកោណមីតអ្នកទាំងត្រូវចាំណាបើអត់ចាំទេយើងពិបាកនៅក្នុងការមកកណនា limit ត្រីកោណមីតខ្លាំងណាស់ចាអញ្ចឹងអ្នកទាំងអាចធ្វើការធ្វើយ៉ាងម៉េចឲ្យខ្លួនឯងហ្នឹងចាំអំពីរូបមន្តឬក៏តម្លៃរបស់អនុគមត្រីកោណមីតចាត្រូវចាំទាំងរូបមន្តចាំទាំងតម្លៃចាបើមិនចឹងទេគឺយើងធ្វើអត់កើតអូខេចាអញ្ចឹងកន្លែងនេះខ្ញុំលើក1ដកកុស 2x មកចិត្តគ្នាចឹងបន្តមកទៀតគឺយើងអាចចូលរូបមន្តបានហើយចាចឹង1ដកកុស 2x ឬក៏1ដកកុស a ស្មើនឹង2 sin ការ៉េ a លើ2ចំពោះរូបមន្តនេះអ្នកនរអាចធ្វើការចំណាំថាអញ្ចឹងក៏បានដែរ1ដកកុស 2a អញ្ចឹងវាត្រូវស្មើជាមួយនឹង2 sin ការ៉េនៃកន្លះមុំកុសគឺពាក់កណ្ដាលនៃមុំកូនអញ្ចឹងយើងយកពី x ចែកនឹង x ចែកនឹង2ទៅគឺបាន x ណាអញ្ចឹងអានេះវាមុំ 2x អានេះគឺមុំកន្លះដងនៃ 2x អញ្ចឹងវាស្មើនឹង x ចែកខាងក្រោម sin ការ៉េ x បន្តមកទៀតអ្នកទាំងអស់ឃើញខាងភាគយកក៏មាន sin ភាគបែងក៏មាន sin ដូចគ្នាអញ្ចឹងខ្ញុំចាប់ sin x ជាកត្តាតែម្ដងចាអញ្ចឹងចាំយើងចាប់ sin x ទៅនេះវានៅសល់ x អានេះវានៅសល់2 sin x ចាការ៉េមានថា2ដងអញ្ចឹងវាចាប់ឬក៏យើងចែកទៅនៅសល់ម្ដងទៀតណាអានេះខ្ញុំបបែកវាជា2ដើម្បីអ្នកទាំងនេះស្រួលមើលចាបន្តមកទៀតយើងធ្វើការសម្រួលសិនសម្រួលដើម្បីឲ្យវាដាច់រៀងហើយបន្តមកទៀតសូមយើងគិតតទៀតថាយើងត្រូវធ្វើម៉េចណាចាអញ្ចឹងបន្តមកទៀតយើងឃើញថារបស់ដែលយើងនៅសល់គឺ x បូក2 sin x ចែកជាមួយនឹង sin xចាអ្នកសូមនេះសាក់ធ្វើការជំនួសរៀងភាសាទៀតតើវានៅតែជាប់រៀង0និង0ដែរអត់ពីព្រោះមិញយើងបានសម្រួលភាសាហើយចុះបើយើងជំនួសទៅកាន់កន្សោមរបស់យើងគឺ sin 0 0 0បូក0 0ខាងក្រោមក៏0ចឹងយើងមានន័យថាទោះបីជាយើងសម្រួលមិនទាន់ហើយក៏នៅតែជាប់រៀង0និង0ដដែលដែរចឹងយើងគិតតទៅទៀតតើយើងធ្វើមិនតទៀតចឹងយើងដឹងហើយថាអនុគម sin ទៅគឺវាត្រូវការតា x ចឹងខ្ញុំចាប់ x នៅភាគយក
ចាញ់ចាប់ x នឹងពាក្យយកមកចឹងបន្តមកទៀតពេលខ្ញុំចាប់ x ទៅវានៅសល់1បូកឲ្យ2វាគុណ2 sin x របស់យើងគឺចែកជាមួយនឹង x ដូចគ្នាដែរដល់ពេលកន្លែងភាពបាយនេះគឺខ្ញុំអត់ចែកទេខ្ញុំចាំផ្ដាច់យកដើម្បីបានចូលរូបមន្តតែម្ដងណាដូចអំបញ្ញមិញដូចតង់របស់យើងអញ្ចឹងចាយើងផ្ដាច់មើលមកចាអញ្ចឹង x លើ sin x គុណចានេះគឺនៅភាគយក1បូកឲ្យ2 sin x ចែកជាមួយនឹង x ចាម្ដងទៀតយើងធ្វើការចំនួនរូបមន្តភាសាទៀតតោះចឹងអានេះ x លើ sin x ក៏ស្មើ1គុណ1បូកជាមួយនឹង2 sin x លើ x ក៏ស្មើ1ដែរតោះជាងកណនីក្នុងមុខចោអានេះគុណនឹង1យើងបាច់គុណនេះណាចាគុណនឹង1វាចេញគេហើយអញ្ចឹងយើងកណនីតែក្នុងមុខចោមកបានហើយ1បូក2ម្ដងគឺ2អញ្ចឹង1បូក2ស្មើនឹង3យើងបន្តមកលំហាត់គម្រោងទី4បន្តទៀតយើងមាន limit x ខិតទៅរក0តង់ x ដក sin x ចែកជាមួយនឹង x ស្វ័យគុណ3ចាអញ្ចឹងយើងធ្វើការចំនួនរៀងតង់0 0 sin 0ក៏0ដែរអញ្ចឹង0ដក0 0ចំណុច0ចូល0សេគុណ3ក៏0ចាឥឡូវយើងចាប់បានមកគិតជាមួយគ្នាចឹងខាងលើគឺមានតង់ខាងក្រោមគឺមាន sin ខាងក្រោមមាន x ការ៉េចឹងតើយើងត្រូវធ្វើម៉េចដើម្បីឲ្យបានចូលរូបមន្តបើសិនជាអ្នកទាំងគ្នាធ្វើការផ្ដាច់ប្រភេទជា2អ្នកទាំងគ្នានៅតែជាប់រៀន0 0ដដែលហ្នឹងចាអញ្ចឹងធ្វើម៉េចដើម្បីឲ្យអាចចូលរូបមន្តបំលែងចូលរូបមន្តឬក៏ធ្វើការចាប់ជាកតាសម្រួលចោលប៉ុន្តែក្នុងនេះគឺយើងមិនអាចចាប់ជាកតាបានទេដោយសារតែភាពបាយរបស់យើងគឺមានតែ x គីបវាអត់មាន sin វាអត់មានតង់ដូចអំបញ្ញមិញអញ្ចឹងតើយើងត្រូវធ្វើម៉េចបន្តទៀតឥឡូវខ្ញុំប្របែកតង់អញ្ចឹងចំពោះរូបមន្តតង់ x ចាតង់ x ក៏បានតង់ a ក៏បានស្មើជាមួយនឹង sin a ចែកជាមួយនឹង cos a អញ្ចឹងខ្ញុំប្របែកតង់ x ទៅជា sin x ចែកជាមួយនឹង cos x ដកឲ្យ sin x ចែកជាមួយនឹង x ស្វ័យគុណ3បន្តមកទៀតអ្នកទាំងនេះចាប់ផ្ដើមពិនិត្យជាមួយគ្នាបើអ្នកគ្រូចាប់ sin ជាកតាហើយអ្នកគ្រូតម្រូវភាពបែងគឺនឹងច្បាស់ជានឹងចូលរូបមន្តមួយដក cos x អញ្ចឹងខ្ញុំគុណតម្រូវភាពបែងសិនចាអញ្ចឹងចំពោះប្រភេទរបស់យើងខាងលើនេះគឺយើងយកភាពបែង cos x អញ្ចឹងកន្លែងនេះគឺ sin ទេអត់មាន cos ទេអញ្ចឹងយើងតម្រូវទៅយើងគុណជាមួយនឹង cos ថែមវាទៅជា sin x គុណជាមួយនឹង cos x ចែកជាមួយនឹង x ស្វ័យគុណ3បន្តមកទៀតខ្ញុំអត់ចង់ឲ្យទុកប្រភេទពីរបីជាន់អញ្ចឹងទេចាអញ្ចឹងយើងធ្វើការទម្លាក់ឬក៏យើងគុណចម្រាស់ក៏បានដែរណាយើងទម្លាក់ cos x នេះមកខាងក្រៅមកចាអញ្ចឹងទម្លាក់គុំមកបានខ្ញុំដាក់ x គីបនៅខាងមុខនេះកុំឲ្យច្រឡំអូខេបន្តមកទៀតចំពោះភាពយកនេះយើងឃើញថាយើងមាន sin ដូចគ្នា sin ដូចគ្នាចឹងខ្ញុំចាប់ sin ជាកតាចុះពេលយើងចាប់ sin ជាកតាអញ្ចឹងយើងយកម្ដុំនេះចែកនឹង sin បាន1ម្ដុំនេះក៏ដូចគ្នាដែរយើងចែកនឹង sin នៅសល់ cos ចា៎នេះឃើញតែវាចូលរូបមន្តនេះបន្តមកទៀតតោះយើងចាប់បានចូលរូបមន្តទៅចា sin x យើងទុកមកបន្តមកទៀត1ដក cos x នេះចូលរូបមន្តទៅវាស្មើនឹង2 sin ការ៉េ x លើ2ខាងក្រោមគឺ x ស្វ័យគុណ3គុណជាមួយនឹង cos x ចាបន្តមកទៀតអ្នកទាំងនេះគិតជាមួយអ្នកគ្រូធម្មតា sin x វាត្រូវការភាពបែង x sin ការ៉េ x ត្រូវការភាពបែង x ការ៉េចឹងអានេះយើងមានដកតែស្វ័យគុណ3អញ្ចឹងស្វ័យគុណ3អាចប្រវត្តិជា x ស្វ័យគុណ1គុណជាមួយនឹង x ការ៉េអញ្ចឹងខ្ញុំអាចដាក់វាបានចាយើងចង់បានអីយើងដាក់នឹងតោះខ្ញុំផ្ដាច់វាជាប្រភេទកង់ដើម្បីបានចូលរូបមន្តអញ្ចឹងsin x របស់អ្នកគ្រូគឺអ្នកគ្រូត្រូវការ x ដល់ពេលនេះមានគុណ2 sin ការ៉េ x លើ2របស់អ្នកគ្រូត្រូវការ x ការ៉េចាឃើញទេ x គុណ x គឺបាន x គីបវិញប
បន្តមកទៀតកុស x នេះគឺនៅភាពបាយអញ្ចឹងខ្ញុំគុណថែមជាមួយនឹង1លើកុស x ចាយើងផ្ដាច់កង់អញ្ចឹងមកយើងសនុកមើលថាយើងចូលរូបមន្តចាប់បន្តទៀតអានេះខ្ញុំដាក់ស្វ័យគុណរួមសិនឬក៏អ្នកនរនេះចាំតែម្ដងក៏បានដែរយើងចាប់បានធ្វើការកណនីទៅណាឃើញម្ដងឃើញ1លើ4ក៏បានដែរដូចគ្នាណាវាសិន x ចែក x គុណជាមួយនឹង2ខ្ញុំដាក់ស្វ័យគុណរួមណានៅខាងក្រៅនេះខ្ញុំប្រើតាគៀបអត់មានការ៉េទេខ្ញុំដាក់ការ៉េរួមចាតោះលើអ្នកតោះនេះដឹងហើយមែនអត់ថាកន្លែងនេះគឺមានន័យថា a របស់យើងស្មើនឹង1លើ2អញ្ចឹងខ្ញុំគុណថែម1លើ2នៅ x គុណថែម1លើ2នៅភាគចុះនិងភាគបាយបន្តមកទៀតយើងអាចចូលរូបមន្តបានហើយចុះម្ដុំនេះ sin x លើ x គឺស្មើនឹង1គុណជាមួយនឹងអានេះ2ម្ដុំនេះក៏ស្មើ1ដែរណាឃើញញ៉ៃញ៉ៃហ្នឹងតែគឺស្មើ1ដូចគ្នាដែរគុណជាមួយនឹង1លើ2លើជាការ៉េគុណកុស0ស្មើនឹង1អញ្ចឹង1លើ1តែយើងបន្តទៀតអូខេអញ្ចឹង1គុណទាំងអស់អានេះក៏1អានេះក៏1អញ្ចឹងយើងកណនីតែម្ដុំនេះទៅបានហើយណាចា2គុណអញ្ចឹង1គុណនឹង1លើ2លើជាការ៉េអញ្ចឹងស្មើ1លើ2លើជាការ៉េ1លើ2ជាលើជាការ៉េស្មើនឹង1លើ4សម្រួលចោលឃើញប្រភេទរបស់យើងគឺស្មើនឹង1លើ2ចំពោះការបង្ហាញអំពី limit នៃអនុគមត្រីកោណមាត្ររៀង0លើ0បានបញ្ចប់ហើយបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានអរគុណច្រើនសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នា